អារម្មណ៍ដែលឈឺចាប់បំផុតរបស់មនុស្សប្រុសគឺនៅពេលដែលកលេចទៅមើលអ្នកផ្ទះកលេចទៅមើលពុកម្ដាយរបស់ខ្លួនឯងកាន់តែចាស់ទៅកាន់តែទ្រុឌទ្រោមទៅក៏ប៉ុន្តែមិនទាន់មានលទ្ធភាពតបស្នងសងគុណគាត់សោះកាន់តែខំកាន់តែប្រឹងតែហាក់ដូចជាអត់មានបានផលអីសោះការងាររាល់ថ្ងៃត្រុកបានត្រឹមតែមកចិញ្ចឹមកាពះខ្លួនឯងនឹងក៏វេទនាបាត់ទៅហើយសំណួរជាច្រើនបានផុសនៅក្នុងខួរក្បាលថាតើពេលណាទើបស្គាល់ត្រើយនៃសុភមង្គលពេលណាទើបអាចជួយយឹតយងអ្នកផ្ទះបានកាន់តែគិតកាន់តែស្មុគស្មាញអញ្ចឹងយើងនៅបន្តបន្ទោសព្រេងវាសនាបន្ទោសព្រំលិខិតនឹងមែនបើសិនជាយើងអត់មានសល់អីសោះអញ្ចឹងខ្ញុំមានវិធី3សម្រាប់ជួយអ្នកផ្ទះទី1បើសិនជាយើងមិនទាន់មានលទ្ធភាពតបស្នងសងគុណគាត់ទេសូមកុំធ្វើឲ្យគាត់ពិបាកចិត្តថែមអានឹងគឺជាចំណុចល្អបំផុតហើយអត់មានចាយលុយទេតបស្នងគាត់បានបាទទី2ឆ្លៀតពេលទៅលេងពួកគាត់ផងទៅកុំអាងតែលេះរវល់កុំអាងតែការងារច្រើនតែពេលវេលាអត់ដែលបានផ្ដល់ឲ្យអ្នកផ្ទះអានឹងគឺជាការធ្វើប្រហែសមួយហើយ